សួរថាអំបញ្ញមិញនីតិវិធីដូចជា logistic ភស្តុភារកម្មណាតម្លៃដឹកជញ្ជូនការយកតំណែងចេញពីឃ្លាំងចេញពីកំពង់ផែលក្ខណៈណាយើងកំពុងតែធ្វើកិច្ចការនេះដើម្បីបញ្ចុះតម្លៃ logistic នៅកម្ពុជាយើងរដ្ឋាភិបាលយើងបានដាក់ទុនច្រើនណាស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានយើងតាក់ទាញក្រុមវិនិយោគដាក់ទុនផ្លូវលឿនលឿនព្រំពេញទៅក្រុងវិសេនុយើងបានបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនយើងកំពុងតែបង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី1ដែលមានជម្រៅទឹក14ម៉ែត្រកន្លះដែលអនុញ្ញាតឲ្យនាវាប្រហែលជា 93% ដែលធ្វើដំណើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះអាចចុះចតនៅកំពង់ផែយើងបានសប្តាហ៍ថ្ងៃនេះមានតែ 18% ទេដែលចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប៉ុន្តែពេលយើងធ្វើចប់នៅប្រហែលជាឆ្នាំ2027ខាងមុខនេះអាចខែ4ខែ5អាចធ្វើចប់ 93% អាចចូលចតនៅកំពង់ផែក្រុងព្រះសីហនុបានហើយតម្លៃនឹងចុះ$200ក្នុងមួយទូដោយសារយើងដឹកទំនិញត្រង់តែម្ដងដោយមិនបាច់ផ្ទេរនៅប្រទេសទី3នេះអ្វីដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើអញ្ចឹងព្រែកជីកហ្វូណននេះក៏ធ្វើឲ្យតម្លៃដឹកជញ្ជូនតម្លៃ logistic របស់យើងក៏អាចចុះបានកំពង់ផែរៀបចំធ្វើអាបឡានចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុដឹងចូលមកដល់ណាយក container របស់ខ្លួនហ្នឹងទៅដាក់កន្លែងនេះឬទៅយកនៅកន្លែងនោះគាត់បញ្ជាក់ឲ្យស្រេចអាហ្នឹងក៏បានធ្វើហើយអាបហ្នឹងសប្តាហ៍ថ្ងៃ 60% នៃឡានដឹកជញ្ជូនចេញចូលកំពង់ផែបានប្រើអាបនេះហើយយើងសង្ឃឹមថា 40% ទៀតនឹងប្រើប្រាស់ប្រព័ន្ធដូចគ្នាដើម្បីកុំឲ្យវាស្ទះឡានមកស្ទះឡាននៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្វើឲ្យបានលឿនខាងគយក៏រត់ខិតខំប្រឹងប្រែងលោកមានប្រព័ន្ធរបស់លោកនេះកាត់បន្ថយនីតិវិធីឲ្យងាយស្រួលអាហ្នឹងគឺដូចខ្ញុំនិយាយអំបញ្ញមិញអញ្ចឹងសូមកុំពឹងផ្អែកទៅលើពន្ធរបស់ប្រទេសដែលយើងនាំតំណែងយើងទៅកុំពឹងផ្អែកតែអត្រាមួយពឹងផ្អែកលើខ្លួនយើងកែតម្រង់លើខ្លួនយើងធ្វើយើងខ្លាំងរឹងមាំតម្លៃផលិតនៅស្រុកយើងវាថោកជាងប្រទេសផ្សេងតម្លៃទឹកជញ្ជូន logistic អាចប្រកួតប្រជែងបានយើងតាក់ទាញអ្នកវិនិយោគបានមកដាក់ទុនហើយយើងទាំងឈ្នះយើងមានការងារជូនប្រជាពលរដ្ឋយើងធ្វើអានេះសំខាន់ណាស់មិនមែនពឹងតែគេមួយទេគ្មានពឹងគេមួយជីវិតកាលទេ EBA ថ្ងៃណាមួយទៅបាត់ហើយតែយើងខ្លាយទៅប្រទេសចេញផុតទៅថ្ងៃក្រោយទៅយើងខ្លាយទៅប្រទេសអ្នកមានដែរគេវាឲ្យពន្ធអត្រាពន្ធទាបយ៉ាងទៀតណាអញ្ចឹងយើងត្រូវតែខិតខំខ្លួនយើងអនាគតយើងវាសនាយើងនៅក្នុងដៃរបស់យើងអញ្ចឹងតើយើងទាំងអស់គ្នាណាទាំងអ្នកវិនិយោគពាណិជ្ជករប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រទេសជាតិយើងនេះវារីកចម្រើនណារីកចម្រើនដើម្បីប្រជារាស្ត្រយើងទទួលបានផលណាជីវភាពរស់នៅក៏ល្អជាងមុនកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងបាទសូមអរគុណ